សួស្តីបងប្អូនអរគ្នាថ្ងៃនេះចេញវីដេអូមួយយប់បន្តិចដែលសារថារងចាំយូរដែរបងប្អូនទុកឱកាសឲ្យយូរដែរហើយតាំងពីថ្ងៃ8ខែ5រហូតដល់ជិតដាច់ខែបងប្អូនអរគ្នាមានជនបោកប្រាស់ចិននៅកំពង់សោមមកការភ្លើងនៅអាគារមួយកន្លែងមិនបាញ់ផាយឈ្មោះទេនាំប៉ះពាល់ក្រុមហ៊ុនគេអញ្ចឹងសូមនិយាយតិចជនបោកប្រាស់ជាមេមកតពីក្រុមហ៊ុនអញ្ចឹងហើយវាបោកប្រាស់លុយកូនចៅអត់បើកឲ្យទេហើយវារត់បាត់ហើយតាំងពីថ្ងៃ8ថ្ងៃ8បើកលុយថ្ងៃ8រហូតដល់ចាំដល់ថ្ងៃ13ថាបើកលុយឲ្យអត់ទៀតឡើងដល់ថ្ងៃ26ឡើងថ្ងៃ26ឡើងដល់ថ្ងៃ28អត់ទាន់បើកលុយឲ្យទេឆាតក៏លេងតប Telegram ក៏ប្លុកចោលហើយអញ្ចឹងបងប្អូនទាំងអស់គ្នាជួយប្រយ័ត្នទាំងអស់គ្នាបងប្អូននៅកំពង់សោមបើឃើញចិនម្នាក់ដឹងហើយមិនម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបានហើយកាក់វាទុកក៏បានដែរបងប្អូនចាំខ្ញុំដាក់រូបនៅលើហ្នឹងចាំបងប្អូនទាំងអស់គ្នាមើលទាំងអស់គ្នាអូខេបងប្អូនមានតែប៉ុណ្ណឹងបងប្អូនជួយប្រយ័ត្នផងដោយសារថាជនជាតិចិនមកការភ្លើងតពីគេក្រុមហ៊ុនគេបើកលុយឲ្យអស់ហើយវាអត់ព្រមបើកលុយឲ្យកូនចៅទេលេះថ្ងៃនេះថ្ងៃនោះហ្នឹងហើយបងប្អូនមានតែប៉ុណ្ណឹងឯងបងប្អូន